សួរទាំងអស់គ្នាខ្ញុំមាន series ថ្មីខ្ញុំនឹងនិយាយអំពីសំឡេងជាភាសាអង់គ្លេសឲ្យយើងរៀនបញ្ចេញសំឡេងឲ្យត្រឹមត្រូវហើយពេលដែលយើងអានយើងអាចស្គាល់ថាអានេះត្រូវអានជាសំឡេងមួយណាចាអញ្ចឹងseries នេះនឹងចាប់ផ្ដើមដោយនិយាយអំពីស្រៈទាំង5ជាភាសាអង់គ្លេសដែលអ្នកដឹងទេថាស្រៈទាំង5ហ្នឹងមាន2សំឡេងអញ្ចឹងស្រៈមួយប៉ុន្តែ2សំឡេងអញ្ចឹងយើងមានសំឡេងវែងហើយនិងសំឡេងខ្លីអញ្ចឹងអង់គ្លេសថា long sound and short sound or long vowel short vowel អូខេអញ្ចឹងថ្ងៃនេះពួកយើងនឹងរៀនអំពីសំឡេង a ចាអាហ្នឹងអង់គ្លេសថា long a ប៉ុន្តែបើខ្មែរយើងនិយាយសំឡេង a ដូចនេះអញ្ចឹងយើងដឹងទាំងអស់គ្នាថាខ្មែរមានសំឡេងនេះហើយសំឡេងដែលសរសេរបែបនេះអញ្ចឹងខ្មែរស្រួលពេលដែលយើងចង់មានសំឡេង A គឺយើងគ្រាន់តែសរសេរបែបនេះប៉ុន្តែអង់គ្លេសអត់ទេយើងមានវិធីជាច្រើនដែលយើងអាចសរសេរចេញជាសំឡេង A អញ្ចឹងថ្ងៃនេះពួកយើងនឹងរៀនអំពីរបៀបសរសេរដើម្បីចេញសំឡេង A អូខេទី1នៅពេលដែលយើងមាន A នៅកណ្ដាលភាគបន្ទាប់មកមានព្យញ្ជនៈហើយបន្ទាប់មកមាន E នៅចុងភាគអានឹងយើងនឹងអាន A ដូចជាពាក្យ cake late ឬក៏ name អញ្ចឹងយើងមានអក្សរ A ព្យញ្ជនៈ N អក្សរ E អញ្ចឹងយើងអានចេញសំឡេង long A អូខេទី2នៅពេលដែលយើងមានអក្សរ AI នៅកណ្ដាលភាគអានឹងយើងអានចេញជា long A ដែរ A ឧទាហរណ៍ rain pain snail trail ចាអានឹង AI ទៅជាសំឡេង A សំឡេង long A ទី3នៅពេលដែលយើងមានអក្សរ A Y នៅចុងភាគជាពិសេសសម្រាប់ពាក្យដែលខ្លីៗអញ្ចឹងឧទាហរណ៍គឺជា say day play អាហ្នឹងយើងឃើញ AY នៅចុងភាគយើងអានទៅជា A long A អូខេទី4នៅពេលដែលយើងមានអក្សរ E I G H អានទៅជា A long A E I G H អានឹងចេញសំឡេង A ឧទាហរណ៍ eight ដូចលេខ8 eight right មួយទៀត wait ឬក៏ពាក្យនេះវែងជាង neighbor អានឹងយើងអានជាអក្សរ A ជាសំឡេង A long A ហើយនឹងទី5អានេះក៏នៅចុងភាគដែរពេលដែលយើងមាន EY ពេលមានអក្សរ EY នៅចុងភាគអញ្ចឹងឧទាហរណ៍ទៅជា hey ឬក៏ they ពួកគេ they ឬក៏មួយទៀត way អានឹងសម្រាប់អ្នកដែលហាត់ប្រាណប្រហែលជាធ្លាប់ឃើញមាន like way powder ហ្នឹងហើយអានឹងមានអក្សរ EY នៅចុងភាគអានទៅចេញជាសំឡេង A អូខេខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នានៅពេលដែលអ្នកអានឬក៏បញ្ចេញសំឡេងឲ្យចេញសំឡេងឲ្យបានត្រឹមត្រូវបើសិនជាមានសំណួរអាចសួរនៅក្នុង comment ជួយ like share comment react ហើយនឹងអាទិត្យក្រោយខ្ញុំនឹងចេញវីដេអូមួយទៀតដែលនិយាយអំពីសំឡេង E អានឹងជា long E ចាអរគុណច្រើន